សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel មហានិទានជួបជាមួយនឹងខ្ញុំបាទ Admin មហានិទានម្ដងទៀតហើយនៅយប់នេះដែរខ្ញុំនឹងលើកយកសាច់រឿងដ៏រំភើបមួយដែលបានកើតឡើងនៅក្នុងបន្ទប់ជួលលេខ308រឿងនេះដែរត្រូវបានកើតឡើងលើប្រិយមិត្តរបស់យើងម្នាក់ប្រហែលជា3ឆ្នាំមុនដែលគាត់ទើបតែបានរៀបរាប់មកកាន់ Admin កាលពីពេលថ្មីៗនេះបាទឥឡូវកុំឲ្យខាត់ពេលយូរយើងចូលមកដល់សាច់រឿងរបស់យើងទាំងអស់គ្នារឿងដែលខ្ញុំនឹងលើកយកមកនិយាយនេះវាគឺជារឿងពិតមួយដែលបានកើតឡើងចំពោះបងប្រុសម្នាក់កាលពី3ឆ្នាំមុនបាទហើយខ្ញុំសូមលាក់ឈ្មោះនឹងទីតាំងពិតប្រាកដរបស់អគារនឹងចោះព្រោះអីនឹងពេលបច្ចុប្បន្នហ្នឹងមានគេជួលរនៅហើយណាមួយដើម្បីកុំឲ្យប៉ះពាល់ដល់កន្លែងរស់ស៊ីរបស់គេហើយបងប្រុសម្នាក់ហ្នឹងដែរគាត់មានឈ្មោះថាសុផលអញ្ចឹងចាប់ពីពេលហ្នឹងទៅខ្ញុំសូមហៅគាត់ថាបងផលណាបាទបងផលគាត់គឺជាអ្នកមកពីខេត្តហើយគាត់បានមករកការងារធ្វើនៅឯទីក្រុងភ្នំពេញដោយសារតែចង់សន្សំសំចៃលុយបងផលគាត់ក៏បានទៅជួលបន្ទប់មួយកន្លែងនៅឯទីក្រុងភ្នំពេញយើងហ្នឹងប៉ុន្តែខ្ញុំសូមលាក់ឈ្មោះនឹងតំបន់ណាព្រោះកន្លែងហ្នឹងឥឡូវមានគេរស់នៅអញ្ចឹងយើងអត់អាចបង្ហើបឈ្មោះទីតាំងបានទេវាធ្វើឲ្យប៉ះពាល់ដល់កន្លែងរបស់គេបន្ទប់នឹងដែរបងផលគាត់ប្រាប់ថាវានៅជាន់ទី3ជាបន្ទប់ដែលនៅចុងក្រោយគេផ្អស់នៃជាន់ហ្នឹងនៅថ្ងៃដែលគាត់ទៅមើលបន្ទប់ហ្នឹងគាត់ឃើញថាបន្ទប់ហ្នឹងមានតម្លៃត្រឹមតែ$50ទេនៅក្នុងមួយខែតែបន្ទប់ហ្នឹងមើលទៅវាមានលក្ខណៈថាស្អាតហើយធំទូលាយបងផលគាត់អត់គិតអីច្រើនទេគាត់ក៏សម្រេចចិត្តជួលបន្ទប់ហ្នឹងភ្លាមហ្មងប៉ុន្តែពេលហ្នឹងបងផលគាត់ក៏ចាប់អារម្មណ៍ទៅលើអ៊ំម្ចាស់ផ្ទះគាត់សង្កេតឃើញថាអ៊ំម្ចាស់ផ្ទះហ្នឹងមើលទៅដូចរៀងចម្លែកចាគាត់បញ្ញាបញ្ញាលហុចសោឲ្យបងផលហើយគាត់ក៏និយាយថាបើអត់មានការចាំបាច់ទេកុំចេញក្រៅពេកនៅពេលយប់ពេលហ្នឹងបងផលគាត់រៀងឆ្ងល់ដែរប៉ុន្តែគាត់អត់បានទៅសួរនាំអីច្រើនទេហើយគាត់ក៏រើអីវ៉ាន់ចូលទៅនៅយប់ដំបូងដែលបងផលចូលទៅនៅហ្នឹងគឺអត់មានអីកាត់ឡើងទេប៉ុន្តែចូលដល់យប់ទី2គណៈដែលបងផលកំពុងតែដេកលក់ម៉ោងប្រហែលជា12យប់គាត់បានឮសំឡេងអីម្យ៉ាងហើយសំឡេងហ្នឹងគឺវាចេញមកពីជញ្ជាំងបន្ទប់ជាប់គ្នាហ្នឹងណាពេលហ្នឹងបងផលគាត់ថាដូចមានគេយកអីម្យ៉ាងរឹងមកគោះជញ្ជាំងនៅលើក្បាលត្នេគាត់អញ្ចឹងបងផលគាត់ក៏ចាប់ផ្ដើមងើបអង្គុយហើយគិតក្នុងចិត្តថាប្រហែលជាបន្ទប់ជាប់ខាងហ្នឹងគេកំពុងតែរើអីវ៉ាន់នៅយប់ជ្រៅអញ្ចឹងទៅគាត់អត់បានគិតអីច្រើនទេហើយក៏ចូលទៅដេកវិញទៅប៉ុន្តែប្រហែលនាទីក្រោយមកស្រាប់តែមានក្លិនម្យ៉ាងបក់មកប៉ះច្រមុះរបស់គាត់ក្លិនហ្នឹងបងប្អូនដឹងទេថាវាជាក្លិនអីបងផលប្រាប់ថាក្លិនហ្នឹងគឺវាធំក្លិនស្អុយដូចជាសាកសពដែលគេស្លាប់យូរថ្ងៃមកហើយអញ្ចឹងវាស្អុយខ្លាំងរហូតដល់ធ្វើឲ្យបងផលហ្នឹងស្ទើរតែចង់ក្អួតដោយទ្រាំនឹងក្លិនស្អុយនឹងអត់បានបងផលគាត់ក៏សម្រេចចិត្តដើរទៅបើកភ្លើងប៉ុន្តែកងតាក់ភ្លើងហ្នឹងគាត់ថាគាត់ចុចប្រមាណដងក៏ភ្លើងហ្នឹងនៅតែអត់ភ្លឺដែរហើយពេលហ្នឹងគាត់ក៏បានឮសំឡេងគឺជាសំឡេងមនុស្សស្រីយំបែបតិចចេញមកពីក្នុងបន្ទប់ទឹកពេលហ្នឹងបងផលគាត់ចាប់ផ្ដើមព្រឹសសបកខ្ញាក់ហើយគាត់ក៏បានយកទូរស័ព្ទមកបើក flash ដើម្បីបំភ្លឺមើលហើយគាត់ក៏បានដើរចូលយឺតទៅមាត់ទ្វារបន្ទប់ទឹកហ្នឹងនៅពេលដែលបងផលគាត់ប្រចាំងភ្លើងចូលទៅគឺគាត់អត់មានឃើញអីទេនៅក្នុងហ្នឹងប៉ុន្តែពេលហ្នឹងគាត់កលៀសភ្នែកចុះឡើងគាត់ក៏បានចាប់អារម្មណ៍ទៅនឹងជញ្ជាំងបន្ទប់ទឹកគាត់ថាគាត់ឃើញមានស្នាមដៃស្នាមរៀមដៃខ្មៅនៅដិតជាប់ពេញជញ្ជាំងហ្នឹងដូចជាមានអីម្យ៉ាងព្យាយាមវាឡើងលើជញ្ជាំងហ្នឹងអញ្ចឹងណាបងផលគាត់ថាគាត់គ្រាន់តែឃើញប៉ុណ្្នឹងហើយគាត់ភ័យពេកគាត់រត់ចេញមកខាងក្រៅបន្ទប់ពេលហ្នឹងគាត់បំរុងនឹងរត់ចុះទៅក្រោមណាប៉ុន្តែពេលដែលគាត់ចេញមកដល់មុខបន្ទប់ស្រាប់តែភ្លើងនៅផ្លូវដើរហ្នឹងវាលោតខុសធម្មតាគឺវាលោតផ្លឹបផ្លែបហើយនៅខាងចុងផ្លូវដើរនៅត្រង់ចំណុចកម្មចនាបងផលគាត់ថាគាត់ឃើញស្មៅមនុស្សស្រីម្នាក់ឈរអោនមុខចុះក្រោមហើយសក់វែងអន្លាយបិទមុខចិត្តហើយស្មៅមនុស្សស្រីម្នាក់ហ្នឹងឈរនៅស្ងៀមអត់មានកម្រើកអីទេបងផលគាត់គ្រាន់តែឃើញចឹងហើយគាត់អត់ហ៊ានដើរទៅមុខទៀតទេគាត់ក៏សម្រេចចិត្តដើរថយក្រោយហើយចូលទៅក្នុងបន្ទប់វិញចាក់សោជាប់នៅយប់ហ្នឹងបងផលគាត់ថាគាត់ដេកអត់លក់ទេគាត់ព្យាយាមនឹងអង្គុយសូត្រធម៌រហូតទៅដល់ភ្លឺបន្ទាប់ពីបងផលគាត់អង្គុយខ្លាចពេញមួយយប់
ដល់ពេលដល់ភ្លឺឡើងគាត់ក៏សម្រេចចិត្តចុះទៅខាងក្រោមដើម្បីរកទិញកាហ្វេនិងចង់ស៊ើបសួរពីរឿងយប់មិញផងគាត់ក៏បានទៅជួបនឹងអ៊ំម្នាក់ដែលជាអ្នកលក់បាយនៅខាងមុខអគារហ្នឹងពេលហ្នឹងបងផលគាត់ក៏បានសួរទាំងទឹកមុខគាត់នៅស្រីស្លាំងគាត់សួរថាអ៊ំនៅបន្ទប់ជាន់ទី3ដែលខ្ញុំជួលហ្នឹងកាលពីមុនធ្លាប់មានរឿងអីអត់ព្រោះអីយប់មិញខ្ញុំបានឮសំឡេងចម្លែកហើយឃើញមានសម្ោមនុស្សស្រីម្នាក់នៅត្រង់កម្មចដាអ៊ំស្រីលក់បាយម្នាក់ហ្នឹងក៏គ្រាន់តែឮបងផលសួរអញ្ចឹងហើយគាត់ក៏បានឈប់ដួសបាយហើយគាត់សម្លឹងមើលមុខបងផលទាំងទឹកមុខបែបភ្ញាក់ផ្អើលបន្ទាប់មកគាត់ក៏ទាញកៅអីឲ្យបងផលអង្គុយហើយគាត់ក៏បានស្ទើរប្រាប់ទៅបងផលថាក្មួយអើយអាបន្ទប់308ដែលក្មួយឯងជួលហ្នឹងវេទនាចិត្ត1ឆ្នាំហើយកាលពីមុនមានក្មេងស្រីម្នាក់ឈ្មោះថាស្រីមុំនាងជាអ្នកមកពីខេត្តដូចក្មួយអញ្ចឹងនាងស្អាតណាស់ប៉ុន្តែត្រូវអភ័ព្វដោយសារត្រូវសង្សារបោកប្រាស់បន្ទាប់មកនាងក៏ធ្វើអត្តឃាតនៅក្នុងបន្ទប់ទឹកនឹងឯងបងផលគាត់គ្រាន់តែស្ដាប់ឮហើយគាត់ព្រឺសបោកខ្ញាក់ព្រោះយប់មិញគាត់ទើបតែឃើញស្នាមម្រាមដៃនឹងឮសំឡេងយំចេញពីបន្ទប់ទឹកហ្នឹងពិតមែនអ៊ំស្រីម្នាក់ហ្នឹងគាត់បន្តទៀតថាកាលដែលគេយកសពនាងចេញមកសក់បានាងហ្នឹងវែងអន្លាយហើយសាមជោគទៅដោយទឹកព្រោះនាងសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងហ្នឹងនៅក្នុងអាងទឹកហើយម្ចាស់ផ្ទះហ្នឹងគេព្យាយាមលាក់បាំងរឿងហ្នឹងដែរដើម្បីជួលឲ្យអ្នកផ្សេងប៉ុន្តែអ្នកដែលមកនៅហ្នឹងគឺនៅអត់បានលើពី3យប់ទេបងផលគាត់ថាគាត់គ្រាន់តែលឺអញ្ចឹងហើយគាត់ភ័យលើសដើមបន្ទាប់មកគាត់ក៏សម្រេចចិត្តថាល្ងាចហ្នឹងនឹងរើអីវ៉ាន់ចេញពីបន្ទប់ហ្នឹងអត់នៅនឹងទៀតទេប៉ុន្តែបងប្អូនដឹងអត់បងផលគាត់ថារឿងវាអត់ចប់ដោយងាយស្រួលបែបហ្នឹងទេនៅពេលដែលបងផលគាត់ត្រឡប់ទៅបន្ទប់វិញគណៈពេលដែលគាត់កំពុងតែរៀបចំខោអាវចូលក្នុងកាបូបគាត់ហ្នឹងស្រាប់តែទ្វារបន្ទប់ទឹកដែលបានបិទជិតហ្នឹងវាបែរជាមកបើកចេញយឺតខ្លួនឯងហើយអាក្លិនស្អុយដោយសាកសពកាលពីយប់មិញហ្នឹងក៏ចាប់ផ្ដើមភាយចេញមកម្ដងទៀតលើកនេះគឺធំក្លិនខ្លាំងជាងកាលពីយប់មិញទៅទៀតរហូតទៅដល់បងផលគាត់ថាគាត់ដកដង្ហើមអត់ចង់រួចបងផលគាត់ក៏ប្រញាប់ស្ពាយកាបូបរបស់គាត់ហ្នឹងរត់ទៅបើកទ្វារបន្ទប់ដើម្បីចេញទៅខាងក្រៅប៉ុន្តែអាទ្វារបន្ទប់ហ្នឹងត្រូវបានចាក់សោជាប់បងផលគាត់ថាគាត់ខំធាក់ផងគាត់ទាញផងប៉ុន្តែអាទ្វារហ្នឹងវារឹងដូចជាប់ដែកអញ្ចឹងគាត់ខំស្រែកហៅឲ្យគេជួយប៉ុន្តែអត់មានពីណាឮទេអត់មានពីណាឆ្លើយតបទេនៅអាគណៈពេលហ្នឹងគាត់ថាគាត់បានឮសំឡេងខ្សឹបតិចនៅក្បែរត្រចៀករបស់គាត់ចង់ទៅណាកុំទៅអីនៅលេងជាមួយគ្នានៅទីនេះសិនមកនៅពេលហ្នឹងបងផលគ្រាន់តែងាកក្រោយក្រឹបគាត់ឃើញមានមនុស្សស្រីម្នាក់ស្លៀកសម្លៀកបំពាក់ពណ៌សហើយខ្លួនប្រានវិញសើមជោគមានសក់វែងឯភ្នែកវិញឡើងក្រហមច្រាលហើយមានឈាមហូរចេញមកពីភ្នែកទាំងសងខាងដែលកំពុងតែវានៅលើពីដានគាត់ថាពេលហ្នឹងខ្មោចស្រីម្នាក់ហ្នឹងគឺកំពុងតែវានៅលើពីដានមករកគាត់បងផលគាត់គ្រាន់តែឃើញអញ្ចឹងហើយគាត់ស្រែកពេញមាត់រំភឹងហើយគាត់ដួលស្លាប់បាត់ស្មារតីបាត់ទៅនៅពេលដែលបងផលគាត់ដឹងខ្លួនទៅវិញគាត់អត់ដឹងថាខ្លួនឯងនឹងស្លាប់អស់ប្រហែលម៉ោងហើយទេប៉ុន្តែពេលហ្នឹងគាត់មានអារម្មណ៍ថាមានអ្វីមួយយ៉ាងធ្ងន់ធ្ងរសង្កត់នៅលើទ្រូងរបស់គាត់ខំបើកភ្នែកមើលជុំវិញខ្លួនឃើញថាងឹតស្លុបមានតែពលឺប្រច័ណ្ឌដែលចាំងតិចជះចូលមកតាមចន្លោះប្អួចប៉ុន្តែនៅពេលដែលបងផលគាត់ព្យាយាមបើកភ្នែកមើលច្បាស់គឺគាត់ឃើញខ្មោចស្រីម្នាក់ហ្នឹងកំពុងតែសង្កត់នៅលើទ្រូងរបស់គាត់ហើយមុខរបស់ខ្មោចស្រីហ្នឹងមានលក្ខណៈស្រីខ្លាំងស្បែករបកមកដុំសុទ្ធតែឈាមហើយជាពិសេសហ្នឹងគឺក្លិនដែលជះមកហ្នឹងគឺស្អុយដូចសាកសពដែរស្លាប់ប្រហែលថ្ងៃហើយមកអញ្ចឹងប៉ុន្តែខ្មោចស្រីម្នាក់ហ្នឹងអត់មាននិយាយអីទេគ្រាន់តែឈរសម្លឹកបងផលហើយសើចសើចតែកណិតពេលហ្នឹងបងផលគាត់ថាគាត់កម្រើកខ្លួនអត់រួចទេគាត់ខំព្យាយាមរើបំរាស់យ៉ាងណាក៏នៅតែអត់រួចហើយខំស្រែកឲ្យគេជួយទាំងហូរទឹកភ្នែកគាត់ថាតែស្រែកអត់រួចទេវាលក្ខណៈថាដូចគេបិទបាំងសម្លេងអត់ឲ្យឮអញ្ចឹងពេលហ្នឹងប្រហែលជាប្រហែល30វិនាទីក្រោយសម្លេងទូរស័ព្ទរបស់បងផលហ្នឹងក៏បានរលឡើងហើយលេខដែលខលមកហ្នឹងគឺជាលេខម៉ាក់របស់គាត់ដែលខលមកពីខេត្តសម្លេងទូរស័ព្ទហ្នឹងបានធ្វើឲ្យខ្មោចស្រីម្នាក់ហ្នឹងរលាយបាត់ទៅក្នុងភាពងងឹតវិញភ្លាមទៅបន្ទាប់ពីខ្មោចស្រីម្នាក់ហ្នឹងរលាយបាត់ទៅវិញបងផលគាត់ខំប្រមូលកម្លាំងដែលនៅសេសសល់ទាំងប្រមាណណាស្ទុះទៅចាប់ទូរស័ព្ទហើយក៏រត់ទៅបើកទ្វារលើកនេះទ្វារដែលបើកអត់ចេញហ្នឹងវាបែរទៅជាបើកចេញធម្មតាហើយគាត់ក៏បានស្ទុះរត់ចុះទៅក្រោមតាមចណ្ដើរហ្នឹងដោយអត់ងាកក្រោយទេសូម្បីតែកាបូបកៅអៅគាត់ហ្នឹងក៏អត់បានយកទៅជាមួយដែរ
គាត់រត់រហូតទៅដល់ផ្លូវធំហើយក៏បានហៅម៉ូតូឌុបឲ្យដឹកគាត់ទៅផ្ទះមិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតនៅរៀងឆ្ងាយពីកន្លែងហ្នឹងពេលដែលគាត់ទៅដល់ផ្ទះមិត្តភ័ក្តិរបស់គាត់នៅភ័យញាល់ខ្លួននៅឡើយទេប៉ុន្តែរឿងដែលកាន់តែរំភើបហ្នឹងគឺនៅពេលដែលបងផលគាត់ដោះអាវបំរុងតែទៅនឹងងុតទឹកនៅពេលហ្នឹងមិត្តភ័ក្តិរបស់គាត់បានស្រែកថាអាផលក្នុងឯកាត់អីហ្នឹងបងផលគាត់គ្រាន់តែលឺបែបហ្នឹងហើយគាត់អត់ចាំយូរទេគាត់ងាកទៅមើលក្នុងកញ្ចក់ពេលហ្នឹងគាត់ថាគាត់ឃើញខ្នងរបស់គាត់ហ្នឹងមានឆ្នាមឆ្កូតឡើងចេញឈាមក្រហមងាំងដូចត្រូវនឹងកញ្ចក់អីខ្វាចអញ្ចឹងហើយអ្វីដែលកាន់តែរំភើបទៀតហ្នឹងគឺនៅក្នុងកាបូបលុយរបស់គាត់ដែលគាត់យកមកតាមខ្លួនហ្នឹងណានៅពេលដែលគាត់បើកមើលស្រាប់តែគាត់ឃើញមានសក់មនុស្សស្រីដល់មួយដុំរួមជាប់ជាមួយនឹងលុយរបស់គាត់ហើយនៅយប់នោះបងផលគាត់ថាគាត់ដេកអត់លក់ទេគាត់កំពុងតែអង្គុយភ័យនៅក្បែរមិត្តភ័ក្តិរបស់គាត់ហ្នឹងស្រាប់តែពេលហ្នឹងទូរស័ព្ទតែគាត់សាក់ថ្មចោលនៅក្បែរហ្នឹងវាលោតសារមីសេចចូលមកហើយអាសារមីសេចដែលផ្ញើមកហ្នឹងគឺជាលេខទូរស័ព្ទរបស់គាត់ផ្ទាល់មានន័យថាលេខទូរស័ព្ទរបស់គាត់ហ្នឹងផ្ញើសារទៅលេខទូរស័ព្ទខ្លួនឯងហើយក្នុងសារហ្នឹងសរសេរថាយករបស់អញមកសងអញវិញបើមិនសងអញយកឯងជំនួសផលគាត់គ្រាន់តែឃើញចឹងហើយគាត់ភ័យកាន់តែខ្លាំងពេលហ្នឹងហើយបានគាត់នឹកឃើញថាកាលពីថ្ងៃដំបូងដែលគាត់ចូលទៅនៅក្នុងបន្ទប់ហ្នឹងគាត់បានឃើញប្រអប់ចិញ្ចៀនតូចមួយនៅក្បែរគៀនទូកៅអៅហើយគាត់គិតថាប្រហែលជារបស់អ៊ំម្ចាស់ផ្ទះចឹងទៅគាត់ក៏យកដាក់ក្នុងកប៉ៅខោរបស់គាត់ថាចាំថ្ងៃណាដែលទៅជួបម្ចាស់ផ្ទះចាំបកគលឲ្យវិញប៉ុន្តែបងផលគាត់ភ្លេចដល់ពេលឥឡូវឃើញសារបែបហ្នឹងបានបងផលគាត់ប្រញាប់ទៅយកខោមកមើលបន្ទាប់ពីយកមកមើលទៅគាត់ក៏ឃើញអាប្រអប់ចិញ្ចៀនហ្នឹងនៅក្នុងកប៉ៅខោគាត់ពិតមែនហើយពេលដែលគាត់បើកមើលគឺនៅក្នុងហ្នឹងមានចិញ្ចៀនមាសមួយវង់ហើយរូបថតចាស់មួយស្លឹកដែលរូបថតហ្នឹងមានរូបស្រីមុំហើយនឹងបុរសម្នាក់ទៀតដែលគេយកកបិតឆ្កូតរហូតដល់មើលអត់ចង់ស្គាល់ហើយនៅគណៈពេលហ្នឹងស្រាប់តែភ្លើងក្នុងផ្ទះមិត្តភ័ក្តិរបស់បងផលហ្នឹងចាប់ដើមភ្លឹបភ្លែតហើយអាក្លិនស្អុយដែលធ្លាប់ធំក្លិនកាលពីដំបូងហ្នឹងក៏ចាប់ដើមធំក្លិនភាយមកម្ដងទៀតតែលើកនេះវាធំក្លិនខ្លាំងរហូតដល់មិត្តភ័ក្តិរបស់គាត់ក៏ធំក្លិនដែរមិត្តភ័ក្តិរបស់គាត់នឹងបានស្រែកថាអាផលណាគេនៅក្បែរមាត់ប្អួចនៅពេលហ្នឹងបងផលគាត់ក៏បានងាកក្រោយយឺតទៅមើលអាប្អួចនៃមិត្តភ័ក្តិគាត់ស្រែកហ្នឹងណាលើកហ្នឹងគឺស្រីមុំមកមិនមែនជាស្មៅទៀតទេគឺមកលក្ខណៈបង្ហាញខ្លួនឲ្យឃើញច្បាស់ហ្មងណាដែលកំពុងតែឈរនៅមាត់ប្អួចហើយភ្នែករបស់នាងហ្នឹងគឺសម្លឹងមកមើលអាប្រអប់ចិញ្ចៀនដែលនៅក្នុងដៃរបស់បងផលហ្នឹងបន្ទាប់មកនាងក៏ចាប់ផ្ដើមវាតាមជញ្ជាំងផ្ទះហ្នឹងយឺតចូលមករកបងផលហើយនៅពេលដែលនាងវាមកហ្នឹងអាសំឡេងឆ្អឹងរបស់នាងហ្នឹងឮសូរក្រែកហើយនិយាយខ្លាំងទៅកាន់បងផលថាយករបស់អញមកសងអញវិញភ្លាមយកមកឲ្យអញពេលហ្នឹងបងផលគាត់បាននឹកឃើញសម្ដីអ៊ំស្រីអ្នកលក់បាយដែលបាននិយាយថាស្រីមុំហ្នឹងស្លាប់ដោយសារការធ្វើអត្តឃាតព្រោះសង្សារបោកប្រាស់អញ្ចឹងទៅបងផលគាត់ដឹងថាអាចិញ្ចៀនហ្នឹងប្រហែលជាចិញ្ចៀនកម្ពុជាដែលស្រីមុំចងអាឃាតទៅណែអត់រួចបងផលគាត់ក៏បានប្រមូលផ្ដុំកម្លាំងចិត្តដែលគាត់មាននៅប្រមាណបានស្រែកទៅកាន់វិញ្ញាណស្រីមុំហ្នឹងថាបងស្រីខ្ញុំសុំទោសដែលយករបស់បងមកដល់មិនដឹងខ្លួននៅថ្ងៃស្អែកនេះខ្ញុំនឹងយកទៅសងបងវិញហើយធ្វើបុណ្យឧទ្ទិសកុសលឲ្យបងសូមបងកន្ទួលបាបខ្ញុំអីពេលហ្នឹងវិញ្ញាណរបស់ស្រីមុំគ្រាន់តែលឿនចឹងហើយក៏ឈប់វាទៅរកបងផលហើយនាងសម្លឹងមើលទៅមុខបងផលទាំងឈាមហូរចេញពីក្របភ្នែករួចក៏បន្លឺសំឡេងយំបែបគួរឲ្យរំភើបបន្តិចក្រោយមកវិញ្ញាណរបស់នាងហ្នឹងក៏រលាយបាត់ទៅវិញទៅលុះដល់ព្រឹកឡើងបងផលហើយនឹងមិត្តភ័ក្តិរបស់គាត់ហ្នឹងបានធ្វើដំណើរត្រឡប់ទៅអាបន្ទប់ជួលហ្នឹងវិញដើម្បីយកប្រអប់ចិញ្ចៀនហ្នឹងទៅដាក់កន្លែងដើមវិញនឹងនិមន្តព្រះសង្ឃមកសូត្រមន្តប៉ុន្តែនៅពេលដែលពួកគាត់ត្រឡប់ទៅដល់អាមុខបន្ទប់308ហ្នឹងអ្វីដែលពួកគាត់បានឃើញគឺធ្វើឲ្យពួកគាត់ដឹងថារឿងនេះវាមិនទាន់ចប់ងាយបែបហ្នឹងទេគឺគាត់បានឃើញអ៊ំម្ចាស់ផ្ទះហ្នឹងកំពុងតែឈរនៅមុខបន្ទប់ជាមួយនឹងប៉ូលីស2-3នាក់ពេលហ្នឹងបងផលគាត់ឆ្ងល់គាត់ក៏បានដើរចូលទៅសួរម្ចាស់ផ្ទះអ៊ំម្ចាស់ផ្ទះហ្នឹងគ្រាន់តែឃើញមុខបងផលភ្លាមគាត់ស្ទុះមកចាប់ដៃបងផលរួចនិយាយទាំងញ័រមាត់ថាក្មួយអើយអ៊ំសំទោសដែលលាក់បាំងរឿងក្នុងបន្ទប់នេះបរោះដែលធ្លាប់ជាសង្សាររបស់ស្រីមុំហ្នឹងគេទើបតែមកជួបបន្ទប់ជាប់ក្មួយកាលពីយប់មិញហ្នឹងឯងហើយព្រឹកនេះប៉ូលីសរកឃើញសាកសពរបស់គេស្លាប់នៅក្នុងបន្ទប់ទឹកដោយកាលដែលសាកសពរបស់ស្រីមុំស្លាប់កាលពីមុនអញ្ចឹងណាពេលហ្នឹងបងផលគាត់ថាគាត់ស្ដាប់ឡើងផ្លឹកព្រោះអីបរិមម្នាក់ហ្នឹងគឺជាមនុស្សប្រុសដែលនៅក្នុងរូបថតដែលបងផលបានឃើញនៅក្នុងប្រអប់ចិញ្ចៀនហ្នឹងកាលពីយប់មិញណាពេលហ្នឹងហើយបានបងផលគាត់ភ្ញាក់ខ្លួនថាតាមពិតទៅស្រីមុំដែលមករកគាត់កាលពីយប់មិញហ្នឹងគឺមិនមែនមកដើម្បីយកជីវិតគាត់ទេប៉ុន្តែមកដើម្បីយកតែប្រអប់ចិញ្ចៀនរបស់នាងហ្នឹងណាបងផលគាត់ក៏បានសម្រេចចិត្តបកគលប្រអប់ចិញ្ចៀនហ្នឹងឲ្យទៅប៉ូលីសដើម្បីទុកជាភស្តុតាងនិងប្រាប់ពីរឿងរ៉ាវទាំងអស់ដែលគាត់បានជួបប្រទះ
ដល់ពេលល្ងាចឡើងបំផលឲ្យនឹងមិត្តភក្តិរបស់គាត់ហ្នឹងក៏បាននិមន្តព្រះសង្ឃឲ្យមកសូត្រធម៌ឧទ្ទិសកុសលឲ្យវិញ្ញាណរបស់ស្រីមុំគណៈពេលដែលព្រះសង្ឃកំពុងតែសូត្រធម៌ឧទ្ទិសកុសលហ្នឹងស្រាប់តែមានខ្យល់ត្រជាក់មួយបក់មកប៉ះផ្ទៃមុខរបស់បំផលហើយចាប់ផ្ដើមធំក្លិនអ្វីមួយយ៉ាងតែលើកនេះមិនមែនជាក្លិនស្អុយដូចកាលមុនទៀតទេណាបំផលគាត់ថាលើកហ្នឹងជាក្លិនលក្ខណៈក្លិនបែបផ្កាម្លិះឡើងក្អូបឈួលបំផលងើបមុខឡើងលើហើយសម្លឹងទៅកាន់ប្អួចនៃអាបន្ទប់ហ្នឹងពេលហ្នឹងគាត់ថាគាត់បានឃើញស្មៅរបស់ស្រីមុំកំពុងតែឈរញញឹមដាក់គាត់ហើយរូបរាងរបស់នាងហ្នឹងក៏រលាយបាត់ទៅតាមពលឺថ្ងៃបាត់ទៅចាប់តាំងពីពេលហ្នឹងមកអាបន្ទប់លេខ308ហ្នឹងគឺលែងមានរឿងអីកើតឡើងទៀតហើយចំណែកឯបងផលគាត់ក៏បានសម្រេចចិត្តឬទៅនៅផ្ទះមិត្តភក្តិរបស់គាត់បដោះអាសន្នមួយរយៈសិនហើយបងផលគាត់ក៏អត់ដែលហ៊ានជួបបន្ទប់ណាដែលមានប្រវត្តិអត់ច្បាស់លាស់ទៀតដែរបាទប្រិយមិត្តទាំងអស់គ្នានៅគណៈពេលនេះសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់រឿងនេះដែរបានបង្រៀនឲ្យយើងដឹងថាកម្មពៀពិតជាមានពិតមែនហើយអ្វីដែលយើងធ្វើចំពោះអ្នកដទៃមិនយូរមិនឆាប់ទេវានឹងត្រឡប់មករកយើងវិញទោះបីជាយើងព្យាយាមរត់គេចដល់ទីណាក៏ដោយហើយជាចុងក្រោយក៏សូមអរគុណដល់បងប្រុសសុផលដែលបានចែកចម្លែករឿងរ៉ាវមួយនេះផងដែរគណៈពេលនេះខ្ញុំបាទ admin មហានិទានសូមអរគុណដល់ប្រិយមិត្តទាំងអស់គ្នាដែលបានតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលា